វត្តគិរីវណ្ណារាមហៅវត្តស្ទឹងត្រង់សូមគោរពជម្រាបសួរពុកម៉ែបងប្អូនលោកយាយលោកតាដែលមានទីលំនៅនៅក្នុងទីរួមស្រុកស្ទឹងត្រង់ផ្ទាល់តែម្ដងសម្រាប់វីដេអូមួយនេះគឺថតបង្ហាញពីទិដ្ឋភាពក៏ដូចជាបរិវេណនៃវត្តគិរីវណ្ណារាមស្ទឹងត្រង់ហើយវត្តមួយនេះគឺស្ថិតនៅក្នុងទីរួមស្រុកស្ទឹងត្រង់ផ្ទាល់តែម្ដងដូច្នេះសូមរីករាយទស្សនាដូចតទៅនេះបន្ទាប់អំពីទស្សនិកជនលោកយាយលោកតាអ៊ំពូមេមីងទាំងអស់គ្នាបានទស្សនាពីទិដ្ឋភាពក៏ដូចជាបរិវេណនៃវត្តគិរីវណ្ណារាមហៅស្ទឹងត្រង់រួចមកតើទស្សនិកជនទាំងអស់គ្នាមានមតិយោបល់យ៉ាងណាខ្លះចំពោះវីដេអូមួយនេះបើសិនជាមានអាចជាសរសេរនៅក្នុងប្រអប់បញ្ចេញមតិយោបល់នៅពីក្រោមវីដេអូនេះបានដោយភាសាអង់គ្លេសភ្ជាប់ថា comment បងប្អូនអាចសរសេរជាមតិយោបល់ចែកមកដល់ admin វិញផងថាតើមានអ្វីមើលទៅស្រស់ស្អាតគួរជាទីទាក់ទាញឬក៏ស្រុកស្ទឹងត្រង់យើងមានការអភិវឌ្ឍដល់កម្រិតណាតើស្រុកស្ទឹងត្រង់យើងមានភាពស្រស់ស្អាតបែបណាហើយមានហេដ្ឋារចនាសម្ព័ន្ធសម្បូរបែបពេញបរិបូរណ៍សម្រាប់តម្រូវការសម្រាប់ធ្វើដំណើរហេអត់អីចឹងទៅអញ្ចឹងជាចុងក្រោយនៃវីដេអូខ្ញុំបាទសុភាវឌ្ឍនៈសូមអរគុណនិងសូមគោរពលាជូនពរឲ្យអ្នកទាំងអស់គ្នារកទទួលទានមានបានកើតកាលវាគុំនិងត្រជាក់ត្រជុំសុខដុមរមនា